ដល់ពេលឈឺពេកខ្ញុំញ៉ាំមួយឆ្នាំទៅខ្ញុំបន់ខ្ញុំថាឲ្យតែខ្ញុំហូបឆ្នាំនឹងត្រូវខ្ញុំសុខចិត្តខ្ញុំកៅសក់ដល់ត្រូវមែនហូបទៅត្រូវខ្ញុំសុខចិត្តកៅសក់មែនចាអញ្ចឹងដើរមកមុខតិចមើលបាទនេះបងប្អូនអ៊ំងើបដើរប្រុសលេងរបស់យើងដែលគាត់ឈឺយូរហើយគាត់ទើបបានញ៉ាំរយៈពេលប្រហែលជាមួយខែជាងទេណាអ៊ំមួយខែមួយថ្ងៃបាទមួយខែ5ថ្ងៃដល់ថ្ងៃមួយថាទៅខាងអង្គការរៈនៅកំពង់សោមដល់ទៅគាត់ពិនិត្យមើលទៅគាត់ថាអ៊ំឯងទៅពេញទៅកាន់លះកាន់ល្អគាត់និយាយអញ្ចឹងណាបាទអញ្ចឹងក៏ខ្ញុំសម្រេចឲ្យកូនជូនទៅតែដើរគឺមកជំហានដើរបានចង់អារម្មណ៍អូអត់មានកម្លាំងអត់កម្លាំងទៅមកអ៊ំចាទៅដល់ពេលលោកដុកទ័រសួរថាអ៊ំឯងមកអ៊ំឯងភ័យអត់សួរខ្ញុំទាំងថានេះខ្ញុំនិយាយការពិតទេមួយខ្ញុំថាខ្ញុំអត់ទេខ្ញុំមកលេងភ័យហើយខ្ញុំមកដល់នេះគាត់ថាអ៊ំឯងនៅឈាម8ណាអ៊ំខ្ញុំភ័យជំនួសអ៊ំឯងហ្នឹងពេទ្យដុកទ័រគាត់និយាយថាចឹងចាគេថាអ៊ំឈឺអីគាត់ថាខ្ញុំនឹងមានមហារីកចាតែដំណាក់កាលទីមកអត់បានសួរពេទ្យឲ្យច្បាស់ដែរគេប្រាប់ទេទូទៅចាអត់ហ៊ានអត់បានសួរពេទ្យឲ្យច្បាស់ហើយពេទ្យណាត់ឲ្យទៅទៀតទៅដុំសាច់កន្លែងណាអ៊ំមហារីកកន្លែងណាច្បូនបាទមហារីកច្បូនចាអញ្ចឹងមិនថាដល់ពេលអញ្ចឹងខ្ញុំនឹកឃើញសាប់អត់ទៅទៀតឈប់ទៅបើទៅពេទ្យគេទៀឲ្យយើងកាត់ទី1វះកាត់ទី2គីមីចាគីមីម្ដងហើយអាយុអ៊ំយុម៉ានទេអ៊ំខ្ញុំបើតាមក្នុងតែញ៉ាំបានចិត្តជាងហើយពិតអាយុពិតចិត្តជាងហើយចាចិត្តជាងចាក់គីមីអត់កើតទេណាអ៊ំចាបាទចាក់គឺធ្វើអ៊ំខ្សោយខ្លាំងណាស់ចាតើកម្លាំងយើងទប់ជាប់អត់ចាក់កើតហើយខ្ញុំនឹកឃើញថាខ្លួនខ្ញុំសោយស្រាប់ផងណាខ្ញុំអត់ហ៊ានបាទខ្ញុំអត់ហ៊ានទៅប្រឈមមុខខាងនេះខ្ញុំក៏ដាច់ចិត្តថាអត់ទៅហ្មងបាទអ៊ំពេលអត់ទៅអញ្ចឹងក្រោយមកមិនមើលឆ្នាំនេះខ្ញុំមើលឆ្នាំហ្នឹងទៅក្នុង Facebook ហើយអ៊ំមើលខ្លួនឯងចាដល់ប្អូនប្រាប់ទៀតក៏បើកទៅដូចវិច័យដន់ទទួលកូនមកលេងក៏សួរកូននោះកូនក៏ថាជាប៉ះស្អាប់ហ្នឹងប៉ះស្អាប់ក៏គេប្រាប់គេថានៅកន្លែងនេះកន្លែងនោះអញ្ចឹងក៏ទិញបានឲ្យមកកំប៉ុងបានមកកំប៉ុងមកខ្ញុំហូបមើលទៅវាស្រួលក្នុងខ្លួនអូប្លែកភ្លាមហ្មងអ៊ំចាវាស្រួលក្នុងខ្លួនណាមួយយើងញ៉ាំក៏បានគេងក៏បានបាទហើយចាប់ដើមដើរឡើងវិញបានបាទចាបានកម្លាំងមានធម្មតាឥឡូវឃើញខ្ញុំដើរប្រុសហ្នឹងចាហើយវាលេងវិលមុខឥឡូវដើរពីនេះទៅសាខ្ញុំដើរបានខ្ញុំឈប់វិលមុខហើយចាមុនដើរក៏ពិបាកទរុនទរាចាគាត់ដើរបានដើរឆាប់វិលមុខអូគាត់មានអាការៈដូចថាអស់លហាត់លហើយអស់កម្លាំងហូបអត់បានដេកអត់បានអញ្ចឹងណាបាទគាត់មានត្រូវជាមិនមួយអ៊ំស្រីដែរខ្ញុំត្រូវជាកូនភាសាបាទបងជូនគាត់ទៅពេទ្យដែរបាទខែផ្ទាល់បងប្អូនបាទអ្នកជូនទៅពេទ្យផងហើយចឹងពីមុនគាត់ពិបាកអាការដើរអីក៏ហត់ដើរទៅក៏វល់មុខបាទឥឡូវនេះឃើញថាគាត់បានញ៉ាំជាមួយនឹងសតបុរាណធម្មជាតិដើមសម្ោចរបស់យើងបានរយៈពេលប្រហែលទេបងគាត់បានមកដល់ឥឡូវគាត់ហូបថ្នាំរុកខ្ញុំដើមសម្ោចបាទគាត់ហូបមកដល់ឥឡូវនេះដូចជា1ខែជាងយក2ខែចូល1ខែទៅអស់ថ្ងៃ5ប្រាំងបាទថ្ងៃ3ប្រាំងខែ1អូថ្ងៃ5អស់ឥឡូវ1ខែ5ថ្ងៃបាទដល់គាត់ហូបថ្នាំហ្នឹងមកដោយគាត់ឥឡូវហ្នឹងដូចថាគាត់ក្រាន់បើជាងដែលគាត់មិនបានហូបថ្នាំហ្នឹងចង់និយាយយ៉ាងលោកគ្រូបាទចុះខ្ញុំឃើញគាត់ដើរប្រុសហ្នឹងមិញហ្នឹងបាទដើរទទួលខ្ញុំយើងបាទមុំដើរនិយាយមុខទៅស្រួលហើយបងប្អូនមើលថាអ៊ំដើរបានអញ្ចឹងដើរមកមុខតិចមើលបាទនេះបងប្អូនអ៊ំងើបដើរប្រុសលេងរបស់យើងដែលគាត់ឈឺយូរហើយគាត់ទើបបានញ៉ាំរយៈពេលប្រហែលជាមួយខែជាងទេណាអ៊ំមួយខែមួយថ្ងៃបាទមួយខែ5ថ្ងៃបងចាំបញ្ជាក់តិចមើលបងភូមិនេះគេហៅភូមិអីហើយឃុំអីស្រុកអីខេត្តអីដែរបាទភូមិថ្មធំឃុំរៀមខេត្តបរសៃអនុក្រុងបរសៃហ្នឹងអីគេបងស្មាច់ដៃហ្នឹងបើនិយាយចំជាខេត្តហ្នឹងខេត្តស្មាច់ដៃដល់ពេលយើងនេះគេដាក់ចែកជាឃុំអញ្ចឹងណាយើងនៅភូមិថ្មធំអញ្ចឹងណាបាទឃុំរៀមរៀមហ៎បាទពាក់ព័ន្ធជាមួយនឹងអាការៈបច្ចុប្បន្ននេះអ៊ំបានធូរស្រាលច្រើនណាស់មែនទេអ៊ំចាខ្ញុំធូរបានច្រើនខ្ញុំដើរក៏លេងហត់អូជីហើយអ៊ំអាការៈប៉ុណ្ណេះជីហើយចាបាទមានន័យថាគាត់បានចេញមកយកយើងដល់ខាងក្រៅបងប្អូនពីមុនគាត់ដើរក៏មិនរួចទេបាទគាត់ថាញាតខ្ញុំនៅខាងស្ទឹងខាបើឆ្ងល់ថាខ្ញុំកោនេះមកខ្ញុំឈឺពេកដល់ពេលឈឺពេកខ្ញុំញ៉ាំមួយឆ្នាំទៅខ្ញុំបន់ខ្ញុំថាឲ្យតែខ្ញុំហូបឆ្នាំនឹងត្រូវខ្ញុំសុខចិត្តខ្ញុំកៅសក់ដល់ត្រូវមែនហូបទៅត្រូវខ្ញុំសុខចិត្តកៅសក់មែនចាតំកោហ៎បានមកទឹកខែដាច់យើងនេះខែដាច់យើងបងទៅជួចាមកបាទមីងត្រូវណាំមីងចិត្តខាងហ៎ខ្ញុំកូនជួយគាត់អូអីមិនដែរមីងដឹងចែដឹងអាការៈគាត់មិនដែរឈឺអីបាទចេញគួយចែគាត់ហូបគាត់ស្រួលខ្លួនគាត់ឲ្យគាត់និយាយព្រោះខ្ញុំណាក់ជាខ្ញុំទៅដឹងទេខ្ញុំហូបឆ្នាំទៅខ្ញុំមានសុខភាពខ្ញុំមានបានប្រសើរជាងមុនឆ្ងាយណាបាទអ៊ំចាអ៊ំបញ្ជនមកនេះឆ្នាំនេះខ្ញុំបកចិត្តជាងហើយចាចិន7អូអ៊ំខ្ញុំបញ្ជាក់មួយអ៊ំធូរស្រាលយ៉ាងម៉េចក៏គួរតែបន្តញ៉ាំវាបានកន្លះឆ្នាំមួយឆ្នាំអីទៅណាចាបាទដើម្បីឲ្យកោសិកាមហារីកនឹងវាស្លាប់អស់ហើយអ៊ំតែពិនិត្យទៅបើវាលីអស់ហើយចាអ៊ំញ៉ាំតិច
ចឹងទៅសុខភាពអ៊ំចាស់ហើយអ៊ំគួរញ៉ាំឲ្យបានយូរកុំឲ្យអាមហារីកនឹងបន្លប់ឡើងវិញ ចា ហើយមហារីកនេះត្រូវដឹងថាលើពិភពលោកមិនទាន់មានអាណាព្យាបាលជាទេ ចា បាទមានតែយើងដើមឆ្នាំដើមសម័យនេះទេតែដំបងគេផុតហើយ ចា បាទហើយយើងទៅលក់ហ្នឹងទៅលក់បាន3ខែទេគិតមកដល់ថ្ងៃនេះណា ចា បាទតែបាន3ខែមួយសប្តាហ៍ទេអញ្ចឹងវាអស់ចាស់ណាស់ដែលអ៊ំបានញ៉ាំទាន់បាទចាំឲ្យឈឺមុនហ្នឹងក៏យើងអត់មានឱកាសជួយដែរ អត់តែខ្ញុំវិច័យដល់លោកគ្រូនិយាយត្រង់ខ្ញុំលើច័យដល់បើក Facebook ទៅដោយបងអូនប្រុសប្រាប់អញ្ចឹងបើកទៅឃើញហ្មង ជានិស័យបងប្អូនបាទដោយនិស័យអញ្ចឹងឈឺយូរហើយក៏បើកអូសមើលទៅក៏ឃើញជួបជាមួយនឹងសពរានធម្មជាតិដើមសម័យក៏សម្រាប់ចិត្តបាទប្រើប្រាស់នេះរយៈពេលបានជាង1ខែឥឡូវនេះក៏បានធូរស្រាលច្រើនហើយបងប្អូន យើងបបអាហារត្រូវតមិនខ្លះអត់ពិត និយាយទៅសម្រាប់អ្នកជំងឺមហារីក ចា ខ្ញុំចង់និយាយឲ្យបងប្អូនយល់ទាំងអស់ ចា មហារីកកើតឡើងនៅពេលដែលសុខភាពយើងខ្សោយ ចា បាទអញ្ចឹងបាទប្រព័ន្ធការពាររាងកាយយើងខ្សោយពេលណាមហារីកវាយលុកពេលហ្នឹង ចា អញ្ចឹងរឿងការញ៉ាំនេះញ៉ាំអីក៏ដោយឲ្យតែមានកម្លាំងញ៉ាំទៅ ចា បាទអត់មានត្រតមដល់បាក់កម្លាំងទេណា ចា បាទឥឡូវញ៉ាំអីញ៉ាំទៅឲ្យតែមានកម្លាំងគេងឲ្យឆ្អែតគេងឲ្យគ្រប់គ្រាន់ឲ្យសុបាយចិត្ត ចា បាទពេលហ្នឹងប្រព័ន្ធការពាររាងកាយយើងរឹងមាំមហារីកឆាប់រលាយ ចា អញ្ចឹងមានន័យថាញ៉ាំអីក៏ដោយឲ្យតែមានកម្លាំងបន្លែផ្លែឈើទៅដោះគោទឹកត្រចៀកកម្មអីញ៉ាំអីញ៉ាំទៅ កាហ្វេលោកគ្រូ អត់អីទេមានប៉ះពាល់អីទេ ចូលឡាមកសួរអស់ព្រោះ បាទឯងគ្រាន់តែសាច់ឧទាហរណ៍ថាសាច់កុំញ៉ាំច្រើនពេក ចា បាទញ៉ាំតិចតិចក៏ញ៉ាំទៅអីទេមិនមែនឲ្យ1គីឡូញ៉ាំម្នាក់ឯង20លះហ្នឹងទេវាឡើងអាស៊ីតអញ្ចឹងណា ចា បាទអញ្ចឹងបើចង់ញ៉ាំទៅញ៉ាំតិចតិចទៅបាទញ៉ាំផ្លែឈើអញ្ចឹងសម្រាប់ការញ៉ាំអ៊ំញ៉ាំឲ្យឆ្អែត ចា គេងឲ្យឆ្អែត ចា សុបាយចិត្តតែប៉ុណ្្នឹងជីហើយ ចា បាទតែមហារីកតំបាក់ចិត្តអត់បានទេណា អត់ខ្ញុំអត់បាក់ចិត្តទេលោកគ្រូលេងបាក់ចិត្តដែរបានព្រោះលេងបាក់ចិត្តដែរជីព្រោះអីវាបាទសុបទឹកនឹងមកឲ្យខ្ញុំក៏ដៃជើងខ្ញុំ កង95 ចាប្រែ ជាបាលលោកពេទ្យមកដល់មើលដល់ បាទបងប្អូន 100%បាទកាហ្វេពូវៀនបើមិនជាឃើញមុខខ្ញុំដេញតាត់ខ្ញុំហ៎ បាទបងប្អូនពីមុនអ៊ំស្រីថាដៃគាត់ឡើងស្លេកឥឡូវនេះប្រែសបល់អស់ហើយបាទ បល់ឡើងខ្ញុំហូបឆ្នាំទៅខ្ញុំឡើងសបល់ ផ្លែពណ៌ហ្មងអី ពណ៌ឡើងក្រហមអស់ខ្ញុំអត់អីនិយាយការពិតណា 100ទាំង100អ៊ំញ៉ាំឆ្នាំនេះវាបង្កើតក្របឈាមអ៊ំញ៉ាំអីឲ្យទៅបណិតដល់ពេលក្របឈាមអ៊ំមិនខ្វះខ្ញុំទៅនេះឲ្យ 100% អ៊ំខ្វះក្របឈាមខ្ញុំចាក់ឆ្នាំមួយខែក៏អស់រាប់រយឡានដែរខ្ញុំបញ្យល់ ចា បាទចឹងអ៊ំញ៉ាំនេះចំណេញណាស់ចង់និយាយចឹងអ៊ំទៅពេទ្យចាក់គីមីព្យាបាលឆ្នាំគាត់តែខ្ញុំអ្នកជំងឺខ្ញុំខ្លះប្រើឆ្នាំជាមធ្យមអស់$2000ប្រហែលឆ្នាំពជាជីវិតណាអត់ជាទេអ្នកខ្លះអស់$5000អ្នកខ្លះអស់ដល់$10000ក៏មានដែរ ថាឲ្យលោកគ្រូខ្ញុំយល់ព្រោះខ្ញុំអាចខ្ញុំមើល Facebook ចឹងមែនខ្លះចំណាយលុយច្រើនណាស់នៅតែមកជាណាអស់តិចរួចចា ចឹងវាធូរថ្លៃណា ចាធូរថ្លៃ បាទចឹងបងប្អូនដែលកំពុងតែជួបបញ្ហាអាការៈជំងឺមហារីកគ្រប់ប្រភេទជាពិសេសដែលមានលោកឪពុកអ្នកម្ដាយចាស់ៗណាដែលគាត់កំពុងតែឈឺសូមបញ្ញាប់ឡើងតាក់ទងមកកាន់ក្រុមការងាររបស់យើងដើម្បីពិគ្រោះយោបល់ហើយចាប់ផ្ដើមព្យាបាលពីឥឡូវនេះកុំមានន័យថាកុំទុកចោលយូរពេកព្រោះថាអាចហួសពេកបងប្អូនណា គិតកុំពិចារណាកុំសង្ស័យអីពេក នេះគឺជារឿងពិតហើយយើងបានចុះមកផ្ទាល់នៅភូមិរបស់អ៊ំស្រីផ្ទាល់តែម្ដង បាទនៅស្មារតីវងមូលបាត់រៀមហ្នឹងបាទ សាច់ញាតិបងប្អូនកូនក្មួយរបស់គាត់កូនប្រសាកូនបកើតអីមកជុំគ្នាមានន័យថាយើងផ្ដល់បទសម្ភារនេះគឺជារឿងពិត 100% អត់មានការភូតភរកុហកបោកប្រាស់ទេមែនទេអ៊ំ ចា បាទខ្ញុំបានជួលអ៊ំដែរ អត់ជួលទេនិយាយសម្ដែងការចែករំលែករបស់ខ្ញុំពិតព្រោះខ្ញុំបានហូបឆ្នាំហ្នឹងទៅខ្ញុំមានសេចក្តីសង្ឃឹមរបស់ខ្ញុំឡើងវិញ បាទអញ្ចឹងមានន័យថាអ៊ំស្រីក៏គាត់ចូលរួមដើម្បីធ្វើការផ្សព្វផ្សាយទៅកាន់អ្នកជំងឺដែលអត់ទាន់បានស្គាល់ជាមួយនឹងសពរានធម្មជាតិដើមសម័យបញ្ញាប់ឡើងតាក់ទងមកកាន់ក្រុមការងាររបស់យើងឥឡូវនេះសូមអរគុណសូមជម្រាបលាបាទ